ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបខ្ញុំទៀតហើយថ្ងៃនេះខ្ញុំបានមុខម្ហូបឆាជូរអែមសាច់ជ្រូកឥឡូវខ្ញុំចាប់ផ្ដើមយកសាច់ជ្រូកយកមកលាយគ្រឿងខ្ញុំដាក់ដូចជាអំបិលបន្តិចអំបិលមួយចុងស្លាបព្រាខ្ញុំដាក់ស្ករមួយចុងស្លាបព្រាដែររួចហើយខ្ញុំដាក់ម្សៅស៊ុបមួយចុងស្លាបព្រាដែរបន្ទាប់មកទៀតខ្ញុំក៏ដាក់ម្សៅឆាប្រហែល2ស្លាបព្រាបងប្អូនដើម្បីឲ្យវាមានរសជាតិនៅក្នុងសាច់ជ្រូកនឹងពេលដែលយើងយកទៅបំពងវាសាច់ឥឡូវខ្ញុំយកសាច់ជ្រូកដែលលាយគ្រឿងនិងម្សៅរួចហើយខ្ញុំយកមកច្របល់វាឲ្យវាសព្វជាមួយនឹងម្សៅនឹងបងប្អូនរួចមកខ្ញុំក៏ទុកវាមួយសន្ទុះសិនឥឡូវខ្ញុំមកលាយគ្រឿងទុកសម្រាប់ឆាបងប្អូនខ្ញុំត្រូវដាក់ទឹកម្ទេស2ស្លាបព្រារួចហើយខ្ញុំដាក់ទឹកប្រេងខ្យង1ស្លាបព្រាបន្ទាប់មកទៀតខ្ញុំក៏ដាក់ទឹកត្រីចូល1ស្លាបព្រាដែរបន្ទាប់មកទៀតខ្ញុំក៏ដាក់ស្ករចូល1ស្លាបព្រាអំបិល1ចុងស្លាបព្រាដាក់ប៊ីចេងចូលបន្តិចដាក់ម្សៅស៊ុបចូល1ចុងស្លាបព្រាបន្ទាប់មកទៀតខ្ញុំក៏យកទឹកចាក់ចូលបន្តិចដែរដើម្បីឲ្យពេលដែលយើងកូរទៅឲ្យវារលាយសព្វគ្រឿងចូលគ្នាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមកូរគ្រឿងឲ្យវារលាយនិងចូលសព្វគ្នាហើយខ្ញុំក៏ទុកវាមួយដល់ឡែកសិនបងប្អូនឥឡូវខ្ញុំក៏ចាប់ផ្ដើមយកខ្លាញ់យកមកចាក់ចូលក្នុងខ្ទះសិនហើយរងចាំបន្តិចដើម្បីឲ្យខ្លាញ់នឹងក្តៅសិនបងប្អូនឥឡូវខ្លាញ់យើងបានក្តៅហើយបងប្អូនឥឡូវខ្ញុំក៏យកសាច់ជ្រូកដែលយើងប្រឡាក់ហ្នឹងយើងយកមកដាក់បំពងវាសិនហើយសាច់ជ្រូកហ្នឹងយើងត្រូវបំពងវាឲ្យរាងក្រហមហើយនឹងឆ្អិនបានល្អទើបយើងយកវាទៅឆាឥឡូវសាច់ជ្រូកដែលយើងបំពងហ្នឹងឥឡូវវាក្រហមវាក៏ឆ្អិនដែរខ្ញុំក៏ចាប់ផ្ដើមដួសវាដាក់កញ្ច្រែងទុកវាមួយសន្ទុះដើម្បីឲ្យវាស្រកខ្លាញ់បើខ្ញុំចាប់ផ្ដើមឥឡូវខ្ញុំចាប់ផ្ដើមចាក់ខ្លាញ់ចូលនិងដាក់ខ្ទឹមរួចហើយខ្ញុំចាប់ផ្ដើមកូរខ្ទឹមនឹងឲ្យវារាងក្រហមខ្ញុំក៏ដាក់ម្ទេសម៉ដ្ឋចូលបន្តិចព្រោះអីខ្ញុំចង់បានរសជាតិហឹរជូរផ្អែមឥឡូវខ្ញុំយកគ្រឿងដែលខ្ញុំលាយទុកយកមកចាក់ចូលរួចមកយើងកូរវាឲ្យវារាងក្រហមហើយសាច់ជ្រូកដែលយើងបំពងរួចយកមកចាក់ចូលឥឡូវខ្ញុំបានកូរវាសព្វហើយខ្ញុំក៏យកបន្លែដែលខ្ញុំហាន់ទុកហ្នឹងយកមកចាក់ចូលរួចហើយខ្ញុំក៏ចាប់ផ្ដើមកូរវា 3-4 ត្រឡប់ខ្ញុំក៏យកទឹកចាក់ចូលបន្តិចរួចហើយខ្ញុំក៏កូរវា 3-4 ត្រឡប់ទៀតបន្ទាប់មកខ្ញុំក្រោបវាទុកមួយសន្ទុះសិនឥឡូវមុខម្ហូបរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយពុកម៉ែបងប្អូនយ៉ាងម៉េចដែរមុខម្ហូបរបស់ខ្ញុំវីដេអូធ្វើម្ហូបខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបើពាក្យសម្ដីណាមិនពិរោះមិនល្អសូមពុកម៉ែបងប្អូនសូមអភ័យទោសឲ្យផងបើពុកម៉ែបងប្អូនចូលចិត្តមើលវីដេអូខ្ញុំធ្វើម្ហូបពុកម៉ែបងប្អូនជួយចុច Subscribe ខ្ញុំផងអរគុណច្រើនជម្រាបលាបាយបាយ